នេះគឺជាវីដេអូដែលថតចេញពីកាមេរ៉ាតម្លៃជាង$2000ហើយនេះគឺជាវីដេអូដែលថតចេញពីទូរស័ព្ទ Xiaomi 15 Ultra បើសិនជាខ្ញុំអត់ប្រាប់អ្នកទាំងអស់គ្នាប្រកាសជាអាចទាញដឹងថាវីដេអូឃ្លីបមួយណាថតដោយឧបករណ៍មួយណាដោយសារតែសាច់វីដេអូនៅពេលដែលយើងកែ color រួចមើលទៅគឺមានគុណភាពស្រដៀងគ្នាខ្លាំងមែនទែនខ្ញុំបានសាកល្បងប្រើ Xiaomi 15 Ultra នេះដើម្បីថតរូប100សន្លឹកទាំង zoom 120គុណទាំងប្លង់ជិតទាំងប្លង់ឆ្ងាយគ្រប់ lens និងថតវីដេអូជាច្រើនប្លង់ហើយក៏បានរកឃើញវិធីសាស្ត្រក្នុងការថតវីដេអូកម្រិត Apple ProRes 4K Open Gate ចូលទៅកាន់ external SD card ដើម្បីកែប្រែទូរស័ព្ទមួយនេះឲ្យទៅជាកាមេរ៉ាថតវីដេអូកម្រិត professional ថែមទៀតដូច្នេះសម្រាប់អ្នកដែលកំពុងតែខ្នាញ់ជាមួយនឹង Xiaomi 15 Ultra ឬក៏កំពុងតែសម្លឹងមើលនៅលើទីផ្សារថាតើមានទូរស័ព្ទមួយណាដែលមានកាមេរ៉ាខ្លាំងសម្រាប់ការថតរូបក៏ដូចជាថតវីដេអូសូមចូលរួមស្វែងយល់ជាមួយខ្ញុំដូចតទៅដោយសារតែ Xiaomi 15 Ultra នេះគឺជា smartphone កំពូលកាមេរ៉ារបស់ Xiaomi ដូច្នេះក្នុងវីដេអូនេះខ្ញុំនឹងផ្ដោតសំខាន់ទៅលើផ្នែកកាមេរ៉ាច្រើនជាងគេចឹងមុនចាប់ផ្ដើមខ្ញុំចង់និយាយអំពីគ្រឿងបង្គុំ hardware របស់វាបន្តិចសិនទៅដោយសារតែ Xiaomi 15 Ultra នេះនៅពេលដែលយើងកាន់វាគឺប្រៀបបាននឹងយើងកាន់កាមេរ៉ាមួយដែលមាន lens zoom ពី 14mm ទៅ 200mm នៅក្នុងហប៉ៅយើងចឹង lens ដែលជាតួឯកសម្រាប់ខ្ញុំហើយក៏ជាការ upgrade ដ៏ធំបំផុតនោះគឺ lens Leica Ultra Telephoto 4.3 គុណឬក៏ focal length 100mm ដែលប្រើ sensor ទំហំ1 លើ 1.4 អ៊ីងកម្រិតច្បាស់ 200 megapixel មាន aperture f2.6 ទប់លំនឹងដោយ OIS នេះឯងការដាក់ sensor ទំហំ1 លើ 1.4 អ៊ីងសម្រាប់ lens 4.3 គុណនេះគឺជារឿងដែលពិបាកខ្លាំងបំផុតព្រោះថាវានឹងធ្វើឲ្យទូរស័ព្ទមានកម្រាស់ក្រាស់មូលហេតុនេះហើយបានជាយើងឃើញកញ្ចប់កាមេរ៉ានៅខាងក្រោយរបស់ Xiaomi 15 Ultra នេះមានកម្រាស់ក្រាស់គួរសមប៉ុន្តែអ្វីដែលយើងទទួលបានវិញគឺរូបថតច្បាស់ថ្លារហូតដល់ 8.6 គុណឬក៏ focal length 200mm 17.2 គុណឬក៏ 400mm នៅតែច្បាស់អាចទទួលយកបានរហូតដល់ 30 គុណនិង 120 គុណនៅតែមើលអក្សរឬក៏អាចសម្គាល់អ្វីដែលយើងកំពុងថតនោះបានខ្ញុំហ៊ាននិយាយបងថានេះគឺជា lens zoom ដែលល្អជាងគេបំផុតសម្រាប់ទូរស័ព្ទ smartphone global ដែលមានលក់នៅលើទីផ្សារស្រុកយើងក្នុងពេលបច្ចុប្បន្ននេះហើយក្រៅពីថតបានឆ្ងាយនិងច្បាស់ lens នេះផ្ដល់ឲ្យយើងនៅ background blur ដោយមិនចាំបាច់បើក portrait mode នោះទេទាំងការថតរូបនិងការថតវីដេអូណាមួយ focal length 100mm នេះគឺជាកម្រិត lens អាជីពសម្រាប់ការថតរូបបែប portrait ស្រាប់ដោយសារតែកម្រិត Real background ផងនិង background compression ផងបើអ្នកថតវីដេអូវិញអាចលេងប្លង់ cinematic បានយ៉ាងល្អថែមទៀតចំពោះកាមេរ៉ា3គ្រាប់ផ្សេងទៀតគឺសុទ្ធតែមានទំហំ 50 megapixel ទាំងអស់ដែលមានដូចជាទី1 lens ទូលាយខ្លាំង Leica Ultra Wide 0.6 គុណមាន focal length 14mm aperture f2.2 អាច auto focus បានជិតបំផុត 5cm ទី2 lens Gold Leica 23mm HDR main camera ប្រើ sensor ទំហំ 1 អ៊ីងប្រភេទ Sony LYT 900 aperture f1.63 ទប់លំនឹងដោយ OIS និងចុងក្រោយគឺ lens Leica Telephoto 70mm មាន aperture f1.8 ទប់លំនឹងដោយ OIS និងអាច focus បានជិតបំផុត 10cm សម្រាប់ថតរូប macro សម្រាប់ការថតរូបទូទៅយើងមានជម្រើសពណ៌ពីរបែបគឺ Leica Authentic សម្រាប់អ្នកចូលចិត្តពណ៌រាងស្រាលនិង Leica Vibrant សម្រាប់ពណ៌រាងដិតសម្រាប់ខ្ញុំពីរជម្រើសនេះគឺផ្ដល់រសជាតិផ្សេងគ្នាតែខ្ញុំយកឃើញថា Leica Authentic វាត្រូវសម្រាប់រូបភាពបែប light and shadow និងរូបភាពបែបសិល្បៈឬក៏ការថតរូបនៅម៉ោង golden hour ចំណែក Leica Vibrant វាស័ក្តិសមសម្រាប់រូបថតទូទៅថតមនុស្សនិងថតពេលមានពន្លឺភ្លឺខ្លាំងចំណុចដែល Xiaomi និង Leica ធ្វើបានល្អបំផុតនោះគឺពណ៌រូបភាពថតចេញពីកែវ lens ទាំង4មានភាពទៀងទាត់ល្អដូចទៅនឹង sensor តែមួយអញ្ចឹងចំពោះកម្រិតនៃការបន្ថែម digital sharpness ការទាញ contrast និង dynamic range មានរសជាតិដូចរូបថតចេញពីកាមេរ៉ាច្រើនជាងរូបថតចេញពីទូរស័ព្ទចំណុចមួយនេះវាអត់បានន័យថាល្អឬមិនល្អនោះទេប៉ុន្តែវាអាស្រ័យទៅលើចំណូលចិត្តរបស់អ្នកប្រើប្រាស់តែប៉ុណ្ណោះព្រោះចំពោះផ្នែកមនុស្សទូទៅអាចមើលឃើញរូបភាពភ្លឺថាជារូបភាពស្អាតប៉ុន្តែចំពោះ photographer អាចយល់ឃើញផ្សេងហើយចំពោះខ្ញុំវិញគឺជ្រើសយករសជាតិរូបភាពបែប Leica នេះហើយអូសូមបញ្ជាក់បន្តិចរូបភាពដែលខ្ញុំបង្ហាញអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះគឺអត់មាន edit តាមក្រោយទេចំពោះការថត Ultra HD 50 megapixel ឬក៏200 megapixel យើងនឹងបាត់បង់ color Leica ដូច្នេះពណ៌រូបភាពវាខុសគ្នាពីការថតនៅក្នុង photo mode ធម្មតាបន្តិចប៉ុន្តែយើងឃើញមាន mode ប្លែកមួយដែលផ្ដល់ផ្ទាំងបញ្ជាស្តៀងទៅនឹង viewfinder របស់កាមេរ៉ាគឺ fast shot mode នៅក្នុង mode នេះយើងនឹងជ្រើស lens ជាលេខ focal length តែម្ដងហើយយើងនឹងឃើញរូបភាពដូចកាមេរ៉ា range finder អញ្ចឹងដែលយើងអាចមើលឃើញក្រៅ frame បន្តិចដើម្បីងាយស្រួលក្នុងការឆ្មក់យកសកម្មភាពលឿនប៉ុន្តែនៅក្នុង mode នេះខ្ញុំសង្កេតឃើញថាយើងទទួលបានល្បឿននៃការថតរៀងលឿនជាងមុនជាការដោះដូរជាមួយនឹងគុណភាពរូបរៀងថយចុះបន្តិចដែរការថតរូបជាមួយនឹង Xiaomi 15 Ultra នេះខ្ញុំអាចនិយាយបានថាវាផ្ដល់អារម្មណ៍នឹងរូបថតស្តៀងគ្នាបំផុតទៅនឹងការប្រើប្រាស់កាមេរ៉ាបើធៀបជាមួយនឹង smartphone ដទៃទៀតដែលខ្ញុំធ្លាប់សាកល្បងម្យ៉ាងទៀតចំពោះអ្នកនិយមថតរូបតាមដងផ្លូវ street photography ព
ពេលខ្លះអាចផលិតរូបភាពបានល្អជាងការប្រើប្រាស់កាមេរ៉ាផងមូលហេតុដោយសារតែការកាន់ទូរស័ព្ទថតនៅទីសាធារណៈវាមានភាពងាយស្រួលជាងការកាន់កាមេរ៉ាម្យ៉ាងទៀតកាមេរ៉ាដែលមានឡេន14ទៅ200មីលីម៉ែត្រចឹងអត់ដែលមានរាងតូចអាចដាក់ក្នុងអាប៉ៅចឹងបានទេចូលមកដល់ការថតវីដេអូវិញម្ដងយើងអាចថតវីដេអូកម្រិត 8K 30 fps និង 4K 60 fps បានគ្រប់ឡេនទាំងអស់ 4K 120 fps សម្រាប់ឡេន1គុណនិង 4.3 គុណចំណែក Super Slow Motion អាចថតបាន 1080 ក្នុងកម្រិត 1920 fps ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺការថតវីដេអូប្រភេទ Lock Color នៅក្នុង Pro Video Mode ដែលអាចទាញបានកម្រិត 4K 60 fps គ្រប់ជម្រើសឡេនទាំងអស់ហើយយើងក៏អាចដាក់ Preview LUT ឬក៏ Rec 709 LUT សម្រាប់មើលនៅពេលកំពុងថតបានដែរករណីដែលយើងអត់ចង់មើលវីដេអូបែបស្លេកសម្រាប់ការថតវីដេអូទាំងការទប់លំនឹងនិងគុណភាព Dynamic Range ក៏ដូចជា Color របស់ Lock នេះគឺស្ថិតនៅក្នុងកម្រិតដ៏ល្អមួយប៉ុន្តែការថត Lock នេះតម្រូវឲ្យយើងចេះកែពណ៌តាមក្រោយទើបយើងទទួលបានលទ្ធផលល្អហើយអ្នកនរគ្នានេះគឺជាគុណភាពវីដេអូក៏ដូចជាការទប់លំនឹងនៅក្នុង lens 0.6 គុណដែលខ្ញុំថតវីដេអូក្នុងកម្រិត 4K 30 fps ហើយឥឡូវនេះខ្ញុំពុំដើរចុះចដើអញ្ចឹងវារៀងគឺដែរអ្នកនរគ្នាអាចមើលពីគុណភាពទប់លំនឹងរបស់វាបានអូខេអញ្ចឹងឥឡូវខ្ញុំបដូរមក lens 1 គុណវិញហើយខ្ញុំដើរឡើងចដើម្ដងក្នុងគុណភាព 4K 30 fps ដែរចង់ដឹងថាការទប់លំនឹងរបស់វាធ្វើបានល្អឬក៏យ៉ាងណាប៉ុន្តែនៅក្នុងទូរស័ព្ទនេះខ្ញុំក៏ឃើញមានកន្លែងសម្រាប់ឲ្យយើងធ្វើការ color grade វីដេអូដែលថតជាលក្ខណៈ lock ហ្នឹងទៅជា color ធម្មតាតាមក្រោយក៏បានដែរឬក៏យើងចង់ដាក់ color បែប Leica ក៏បានទៀតអញ្ចឹងវាមានភាពងាយស្រួលមែនទែនដោយសារតែយើងអាចកែ color នៅក្នុងទូរស័ព្ទនឹងផ្ទាល់តែម្ដងអញ្ចឹងឧទាហរណ៍ថាករណីដែលអ្នកទាំងអស់គ្នាថតវីដេអូមួយដែលយើងអត់ដឹងថាយើងនឹងត្រូវយកលេង color បែបណាឲ្យវាសមអញ្ចឹងអ្នកទាំងអស់គ្នាអាចថតជា lock សិនបន្ទាប់មកចាំចាក់ color តាមក្រោយក៏បានដែរប៉ុន្តែខ្ញុំចង់បញ្ជាក់ប្រាប់អ្នកនរគ្នាបន្តិចកុំឲ្យអ្នកនរគ្នាយល់ច្រឡំថា lock វីដេអូនេះគឺជា raw វីដេអូពីរនឹងគឺខុសគ្នាដាច់ខ្លាំងតែម្ដងដោយសារតែ lock វីដេអូគ្រាន់តែជាវីដេអូមួយដែលវាស្លេកតែវាទាញ dynamic range បានធំហើយយើងអាចយកទៅចាក់ color តាមក្រោយបានប៉ុន្តែ raw វីដេអូគឺជារឿងមួយផ្សេងដែលគឺដូច raw photo អញ្ចឹងយើងអាចកែ white balance យើងអាចទាញពន្លឺចុះឡើងបានតាមក្រោយនៅលើ Xiaomi 15 Ultra នេះមាន tip បន្តិចមួយដែរដែលខ្ញុំនឹងប្រាប់អ្នកនរគ្នាគឺយើងអាចថតជាវីដេអូកម្រិតApple ProRes RAW បានអញ្ចឹងខ្ញុំសុខចិត្តចំណាយលុយ$30ក្នុងការទិញ app មួយដើម្បីតេស្តពីសមត្ថភាពឆៅរបស់ sensor ក៏ដូចជា lens Leica នៅលើ Xiaomi 15 Ultra នេះតែម្ដង app ហ្នឹងមានឈ្មោះថា Motion Cam Pro ហើយជាលទ្ធផលគឺវាលើសពីអ្វីដែលខ្ញុំរំពឹងទុកឆ្ងាយខ្លាំងមែនទែនអ្នកទាំងអស់គ្នាទីបំផុតខ្ញុំអាចថតវីដេអូពីទូរស័ព្ទតែដូចថតចេញពីកាមេរ៉ាបានហើយអត់មាន digital sharpness អត់មានបន្ថែម contrast អត់មានទាញ dynamic range ដូច្នេះខ្ញុំអាចកំណត់អ្វីបានគ្រប់យ៉ាងដោយខ្លួនឯងខ្ញុំបានប្រើ SD card reader បូករួមជាមួយនឹងការប្រើ ND filter បែបនេះដើម្បីងាយស្រួលកំណត់ shutter speed និង ISO តាមក្បួនខ្នាតដូចកាមេរ៉ា professional អញ្ចឹងមិនល្អមើលទេប៉ុន្តែអាចប្រើបានដោយសារតែខ្ញុំអត់មាន photography kit អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានឬក៏អ្នកទាំងអស់គ្នាគ្រោងទិញយើងដាក់ជាមួយនឹង photography kit ទៅគឺយើងអាចពាក់ ND filter បានស្អាតហើយស្រួលជាងអ្វីដែលខ្ញុំធ្វើហ្នឹងអញ្ចឹងក្រោយពីប្រើកម្មវិធីនេះខ្ញុំអាចថតវីដេអូចូលទៅក្នុង SD card ហើយក៏អាចថតវីដេអូក្នុងកម្រិត ProRes ក្នុងទម្រង់ OpenGate 4:3 ដែលមាន resolution 4096 គុណនឹង3072 pixel ដែលកាមេរ៉ាកម្រិតអាជីពខ្លះអត់ទាន់អាចធ្វើបានដូចនេះនោះទេអញ្ចឹងឆ្លៀតនិយាយពីផ្នែកទូទៅរបស់ទូរស័ព្ទនេះបន្តិចទៅដោយសារតែនៅពេលដែលខ្ញុំឃើញវានៅលើអ៊ីនធឺណិតខ្ញុំគិតថាទូរស័ព្ទនេះប្រហែលជាក្រាស់ខ្លាំងហើយពិបាកកាន់ប្រើប៉ុន្តែជាក់ស្ដែងគឺអត់មានអារម្មណ៍ថាក្រាស់លើសពីទូរស័ព្ទទូទៅប្រហែលទេហើយចំពោះបណ្ដុំកាមេរ៉ាដែលលៀនចេញមកនេះខ្ញុំទម្លាប់យកវាកល់ចង្អុលដៃដើម្បីកាន់ទូរស័ព្ទប្រើវិញជំនួសឲ្យការប្រើកូនដៃទ្រពីក្រោមអញ្ចឹងទៅវាស្រួលម្យ៉ាងដែរចំណែកអេក្រង់យើងទទួលបានទំហំ 6.73 អ៊ីនជាប្រភេទ LTPO AMOLED 120Hz បង្ហាញពន្លឺបាន 3200 nits peak brightness និងមាន resolution 1440 គុណនឹង3200 pixel ស្មើនឹង522 ppi ចំពោះម៉ាស៊ីនយើងទទួលបាន Snapdragon 8 Elite RAM 16GB និងទំហំផ្ទុក 512GB ផ្គត់ផ្គង់ដោយថាមពលថ្មទំហំ 5410 mAh រត់នៅលើ Android 15 ស្រោបដោយ HyperOS 2ចំពោះកម្លាំងម៉ាស៊ីនកម្រិត flagship ប៉ុណ្នេះដូចជាអត់មានអ្វីដែលខ្ញុំត្រូវបកស្រាយបន្ថែមទេហើយមុខងារ AI ក៏ដូចជា Gemini អ្វីផ្សេងៗគឺមានគ្រប់យ៉ាងប៉ុន្តែមានមុខងារ AI តាក់ទងទៅនឹងរូបភាពមួយដែល Xiaomi 15 Ultra នេះធ្វើបានល្អជាងគេហើយដូចជាអត់ទាន់ឃើញមាន smartphone ដទៃណាដាក់បញ្ចូលទេគឺ AI Expand សម្រាប់ពង្រីករូបភាពដែលយើងថតចាប់ប្លង់អត់សូវបានចំល្អឬក៏ដាច់ផ្នែកខ្លះយើងអាចពង្រីកឬក៏ generate ដោយប្រើ AI បានហើយលទ្ធផលឃើញថាវាធ្វើបានល្អយើងមើលអត់ដឹងថារូបភាពហ្នឹងត្រូវបានពង្រីកតាមក្រោយនោះទេចុងក្រោយសម្រាប់អ្នកដែលស្រឡាញ់ការថតរូបចង់ទទួលបានអារម្មណ៍នៃការថតរូបបែបកាមេរ៉ាប៉ុន្តែអត់ចង់កាន់កាមេរ៉ា Xiaomi 15 Ultra នេះនឹងមិនធ្វើឲ្យអ្នកទាំងអស់គ្នាខកបំណងនោះទេជ
ចំណែកអ្នកថតវីដេអូដែលចង់បានគុណភាពវីដេអូខ្ពស់បំផុតអ្នកទាំងអស់គ្នាក៏អាចរំពឹងខ្ពស់ពី Xiaomi 15 Ultra នេះបានដែរប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាអាចចំណាយ$30ទិញ App Motion Cam Pro ដូចអ្វីដែលខ្ញុំបង្ហាញណាអ្នកទាំងអស់គ្នានឹងទទួលបានគុណភាពមួយដែលល្អខ្លាំងមែនទែនប៉ុន្តែខ្ញុំចង់បញ្ជាក់បន្តិចថា Apple ProRes គឺជាវីដេអូមួយដែលយើងពិបាកធ្វើការជាមួយវាបន្តិចលុះតែអ្នកទាំងអស់គ្នាមាន laptop ហើយរៀងកម្លាំងរៀងខ្លាំងទើបយើងអាចកាត់វាបានអញ្ចឹងចំពោះវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នាវីដេអូក្រោយបាយបាយ